នាយករដ្ឋមន្ត្រីមុខភ័យសម្ដីលុយលោកអានុទីនបានចេញមកថ្លែងប្រាប់អ្នកសារព័ត៌មានថៃនៅថ្ងៃទី5ខែសីហាឆ្នាំ2026នេះថាពាក់ព័ន្ធទៅនឹងរឿងដែលថាលោកជីយុនហោះចម្បាំង A16 ដើម្បីទៅពិនិត្យតាមព្រំដែនកម្ពុជាថៃលោកមិនទាន់មើលពេលវេលានិងការបរិច្ឆេទនៅឡើយនោះទេប៉ុន្តែជាការត្រៀមលក្ខណៈរបស់កងទ័ពថៃហើយលោកបានបន្ថែមថាការជិះយន្តហោះល្បាតតាមព្រំដែនវាមិនមែនជាការបង្ហាញសាច់ដុំរបស់យោធាថៃនិងគំរាមកំហែងប្រទេសណាមួយឡើយប៉ុន្តែវាគ្រាន់តែជាការជិះល្បាតនៅតាមព្រំដែនធម្មតាតែប៉ុណ្ណោះហើយរឿងជិះយន្តហោះចម្បាំង A16 វាអាស្រ័យទៅលើកងទ័ពថៃជាអ្នកសម្រេចសំខាន់ឲ្យតែមានបទបញ្ជានិងស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវហើយសូមបញ្ជាក់ផងដែរថាប្រសិនបើលោកអានុទីនជី A16 ចេញល្បាតតាមព្រំដែនកម្ពុជាថៃពិតមែនសូមបងប្អូនយើងមើលផងក្រែងលោក A16 ខូចម៉ាស៊ីនធ្លាក់តិចចោតកម្ពុជាយើងទៀតទៅ